រៀបការរួចមកធ្វើជាអ្នកបម្រើជីវិតដ៏លំបាកវេទនារបស់កូនក្រមុំខ្មែរនៅកូរ៉េរឿងរ៉ាវដ៏ហួសចិត្តគ្រាន់តែនារីខ្មែរលួចចេញក្រៅទៅញ៉ាំគុយទាវសោះម្ដាយក្មេងកូរ៉េបែរជាប្តឹងប៉ូលីសឲ្យឆែកឆេរពេញទីក្រុងដោយបានចោទថាកូនប្រសារដែលទិញមកថ្លៃបានរត់ចោលផ្ទះចុងក្រោយប៉ូលីសរកឃើញនាងកំពុងអង្គុយញ៉ាំគុយទាវយ៉ាងឆ្ងាញ់តាមដងផ្លូវដោយមិនដឹងខ្លួនថាមានរឿងធំកើតឡើងនាងបានរៀបការមកកូរ៉េអស់រយៈពេលជាង1ឆ្នាំហើយនិងបានក្លាយជាអ្នកបម្រើដែលមិនទទួលបានប្រាក់ខែក្នុងគ្រួសារនាងត្រូវបោកគក់ធ្វើម្ហូបមើលថែម្ដាយក្មេកនិងមើលថែប្អូនថ្លៃដែលពិការភាពផ្លូវចិត្តឲ្យស្ទើរតែគ្មានពេលសម្រាកទោះបីនាងហត់នឿយឬឃ្លានយ៉ាងណាក៏ដោយនាងមិនត្រូវបានអនុញ្ញាតឲ្យញ៉ាំអាហារទេលុះត្រាតែអ្នកផ្សេងទៀតញ៉ាំរួចរាល់វិន័យក្នុងផ្ទះនេះពិតជាសាហាវណាស់សូម្បីតែពេលញ៉ាំបាយក៏នាងមិនហ៊ានដុសសាច់លើសមួយដុំដែរព្រោះខ្លាចកោភ្នែកពិឃាតរបស់ម្ដាយក្មេកមិនតែប៉ុណ្ណោះគាត់បង្ខំឲ្យនាងធ្វើការកណ្ដាលថ្ងៃក្តៅរហូតដល់ឈឺខ្លួនប្រាណប៉ុន្តែជំនួសឲ្យការអាណិតគាត់បែរជាជេរស្ដីថាបើមិនធ្វើការកុំសង្ឃឹមថាបានស៊ីបន្លែដែលខ្លួនបានដាំទោះឃើញប្រពន្ធភ័យញ័រខ្លួននិងសម្លេងស្រែកកំហុករបស់ម្ដាយក្មេកយ៉ាងណាក៏ដោយក៏ប្តីរបស់នាងមិនហ៊ានការពារមួយម៉ាត់ដែរគាត់ត្រឹមតែបានប្រាប់នាងឲ្យទ្រាំប្តីសុកតូចមួយរបស់នាងគឺការលួចញ៉ាំអីនៅក្រៅផ្ទះប៉ុន្តែថ្ងៃមួយគ្រាន់តែនាងត្រឡប់មកវិញយឺត30នាទីសោះដៃក្មេកក៏ផ្ទុះកំហឹងយ៉ាងខ្លាំងដោយចោទនាងថាមានប្រុសហើយគំរាមដេញនាងត្រឡប់មកស្រុកខ្មែរវិញរឿងនៃគួរឲ្យសង្វេគបំផុតនោះគឺដៃក្មេកមិនព្រមទទួលស្គាល់កំហុសសោះទោះបីដឹងថាខ្លួនយល់ច្រឡំក៏ដោយជីវិតរបស់នាងនៅក្នុងផ្ទះនេះគឺគ្មានសិទ្ធិសេរីភាពនិងគ្មានកិត្តិយសឡើយគឺមានតែធ្វើការធ្ងន់និងទឹកភ្នែកដែលមិនចេះរីងស្ងួតតែអ្នកយល់យ៉ាងណាចំពោះវីដេអូនេះកុំភ្លេច comment នៅខាងក្រោម